អ្នកមាននិងសេដ្ឋីសហរដ្ឋអាមេរិកចំនួន300នាក់បានស្នើសុំដល់សភាកុំឲ្យកាត់ផ្តាច់ពន្ធរបស់ពួកគេសួស្តីបងប្អូនអរគ្នានៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី The Independent ហើយបើសិនជាបងប្អូនមិនទាន់បានចុច Subscribe កុំភ្លេចចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗនៅពេលដែលខ្ញុំ Upload ជាង300នាក់នៃអ្នកមានបំផុតរបស់សហរដ្ឋអាមេរិកបានស្នើឲ្យសមាជិកសភារៀបរៀងផែនការពន្ធដែលបានស្នើឡើងដោយគណៈបកសាធារណរដ្ឋដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ពួកគេដោយនិយាយថាវានឹងរុះរើនៅក្នុងកម្មវិធីសង្គមឬក៏ធ្វើឲ្យខាតបង់នៅប្រយោជន៍ឬក៏សេដ្ឋកិច្ចអាមេរិកនឹងធ្វើឲ្យគ្រួសាររាប់លាននាក់ប្រឈមនឹងហានិភ័យនៅក្នុងលិខិតមួយផ្ញើទៅកាន់មេដឹកនាំគណៈបកប្រជាធិបតេយ្យនៅក្នុងសភានិងព្រឹទ្ធសភាកាលពីថ្ងៃច័ន្ទក្រុមបុគ្គលអ្នកមានបានរិះគន់ការចង់បានរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការបន្តការកាត់ពន្ធពីឆ្នាំ2017របស់គាត់ដែលផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ក្រុមអ្នកមាននិងសាជីវកម្មយោងតាម Axios លិខិតនោះបានសរសេរថាការកាត់ទាំងនេះមិនគ្រាន់តែជាការមិនចាំបាច់នោះទេវាជារឿងខុសខើដោយផ្ដល់អាទិភាពដល់ការចែកអំណោយដល់គ្រួសារអ្នកមានបំផុតអំពីសុខុមាលភាពរបស់អ្នកដែលត្រូវការជំនួយបំផុតលិខិតនោះបានមកដល់លើតុមេដឹកនាំគណៈបកប្រជាធិបតេយ្យខណៈដែលអ្នកសាធារណរដ្ឋរៀបចំឡើងដើម្បីព្យាយាមនិងជំរុញសំណើពន្ធរបស់លោក Trump ការកាត់បន្ថយពន្ធពីអាណត្តិដំបូងរបស់លោកនឹងត្រូវផុតកំណត់នៅក្នុងឆ្នាំនេះក្នុងចំណោមអ្នកដែលចុះហត្ថលេខាលើសម្បត្តិនោះគឺមាន Abigail Disney ជាសប្បុរសជននិងជាសមាជិកនៃគ្រួសារ Disney Jeffrey Hollander ស្ថាបនិកម៉ាកយីហោចំនួនទី7អ្នកស្នងមរតករបស់គ្រួសារ Rockefeller និងច្រើនទៀតមនុស្សជាច្រើនដែលបានចុះហត្ថលេខាលើលិខិតនោះមិនមានឈ្មោះនោះទេលិខិតនោះបានសរសេរថាជំនួសឲ្យការប្រគល់ការកាត់ពន្ធដ៏ធំនិងមិនចាំបាច់ដល់អ្នកមានបំផុតដូចជា Elon Musk, Jeff Bezos និង Mark Zuckerberg សភាគួរតែដំឡើងពន្ធរបស់ពួកគេនិងរបស់ពួកយើងនេះបើយោងទៅតាមកាសែត Washington Post លិខិតនេះបានរៀបចំឡើងដោយគម្រោងទ្រព្យសម្បត្តិដែលមានទំនួលខុសត្រូវក្នុងការសម្របសម្រួលជាមួយនឹងជនជាតិអាមេរិកដើម្បីយុត្តិធម៌ពន្ធនិងសម្លេងសម្រាប់វឌ្ឍនភាពនេះបើយោងទៅតាមរបាយការណ៍ក្រុមនេះបានផ្ញើលិខិតស្រដៀងគ្នានេះទៅកាន់សភានៅក្នុងឆ្នាំ2022ជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិមួយក្រុមក៏បានផ្ញើលិខិតទៅបេក្ខជនប្រធានាធិបតីនៅក្នុងឆ្នាំ2020ដោយជំរុញឲ្យពួកគេយកពន្ធលើអ្នកមានបំផុតបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ជនជាតិអាមេរិកភាគច្រើនលោក Mike Laham នាយកគម្រោងនៃគម្រោងទ្រព្យសម្បត្តិដែលមានទំនួលខុសត្រូវបានប្រាប់ Axios ថាអ្នកដែលចុះហត្ថលេខាលើលិខិតនោះមិនមែនជាឈ្មោះគ្រួសារដែលកំពុងស្វែងរកការផ្សព្វផ្សាយជាសាធារណៈក្នុងការស្នើសុំឲ្យសមាជិកសភាបដិសេធសំណើពន្ធដែលផ្ដល់ការកាត់បន្ថយពន្ធលើទ្រព្យសម្បត្តិនៅលើយុទ្ធនាការសាកល្បងរបស់លោក Donald Trump បានសន្យាថានឹងកាត់បន្ថយពន្ធលើលុយកម្រៃក្រៅប្រាក់បន្ថែមម៉ោងនិងអត្ថប្រយោជន៍សន្តិសុខសង្គមបន្ថែមពីលើការពង្រីកការកាត់ពន្ធនិងច្បាប់ការងារនៅក្នុងឆ្នាំ2017របស់គាត់ការកាត់បន្ថយទាំងនោះមានន័យថាជាការកាត់បន្ថយប្រាក់ចំណូលរបស់សហព័ន្ធឲ្យប្រាក់នោះតិចជាងសម្រាប់ការផ្ដល់មូលនិធិដល់សំណើគោលនយោបាយរបស់ប្រធានាធិបតីដោយជាការនិរទេសជន់អន្តោប្រវេសន៍យ៉ាងច្រើនសមាជិកសភានិងប្រសិទ្ធភាពមកពីសាធារណរដ្ឋនឹងប្រឈមមុខនឹងបញ្ហានៃការអនុវត្តការកាត់បន្ថយពន្ធខណៈដែលពួកគេកំពុងស្វែងរកប្រាក់សម្រាប់ចំណាយសម្រាប់កម្មវិធីសហព័ន្ធនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះនៅពេលដែលពួកគេចាប់ផ្ដើមស្រស់ស្រួលគ្នាលិខិតនោះបាននិយាយថាមិនមានការកាត់បន្ថយពន្ធទៀតទេសម្រាប់អ្នកមានហើយក៏មិនមែនឈ្មោះរបស់ពួកយើងផងដែរ The Independent បានស្នើសុំឲ្យគម្រោងទ្រព្យសម្បត្តិដែលមានទំនួលខុសត្រូវ
ជនជាតិអាមេរិកសម្រាប់យុត្តិធម៌ពន្ធនិងសម្លេងសម្រាប់វឌ្ឍនភាពសម្រាប់ច្បាប់ចម្លងនៃសម្បត្តិបាននៅក្នុងសារព័ត៌មាននេះបាទអ្វីដែលខ្ញុំបានអានទៅហើយស្ដាប់ខ្លួនឯងគឺមានថាមានអារម្មណ៍ថាព្រឺបាទមានអារម្មណ៍ព្រឺរោមមានន័យថាមានអារម្មណ៍រំភើបខ្លាំងមែនទែនចំពោះមហាសេដ្ឋីឬក៏អ្នកមានជនជាតិអាមេរិកចំនួន300នាក់នេះដែលគាត់តវ៉ាប្រឆាំងជាមួយនឹងគោលនយោបាយរបស់លោក Donald Trump ដែលថាគាត់បន្តគម្រោងការកាត់បន្ថយពន្ធបានថាការកាត់បន្ថយពន្ធរបស់អ្នកមានបានថាលោក Donald Trump គឺគាត់ជួយអ្នកមាននិងសាជីវកម្មដែលមានទ្រព្យសម្បត្តិច្រើនហ្នឹងគឺកាត់បន្ថយពន្ធរបស់ពួកគេហ្នឹងប៉ុន្តែអ្នកមានមួយចំនួនដូចជាគ្រួសារនៃ Disney បាទគឺបងប្អូនស្គាល់ហើយ Disney World Disneyland អីហ្នឹងគឺជាគ្រួសារមួយដែលមានបាទគឺជាគ្រួសារមហាសេដ្ឋីហើយពួកគាត់ទាំងអស់នឹងគឺតែងតែជួយបរិច្ចាគលុយផ្ទាល់ខ្លួនឬក៏ការប្រាក់ចំណេញឬក៏មានន័យថាទ្រព្យសម្បត្តិរបស់ពួកគាត់នឹងដល់ជនជាតិអាមេរិកក្រីក្រឬក៏ជនជាតិឬក៏ប្រជាជននៅលើពិភពលោកផងដែរទៅតាមរយៈអង្គការ USAID បាទនេះគឺសិតតែជាអ្នកមានដែលមានចិត្តសប្បុរសធម៌គឺមានថាលុយរបស់ខ្លួនឯងគឺមានច្រើនហើយចង់ចែករំលែកនៅអ្វីដែលខ្លួនមានជាពិសេសទៅគឺដល់ប្រជាជនអាមេរិកដែលក្រីក្រត្រូវការជំនួយទាំងអស់ប៉ុន្តែរដ្ឋបាល Donald Trump ជាពិសេសទៅគឺលោក Donald Trump នឹងគឺធ្វើផ្ទុយអំពីអ្វីដែលមហាសេដ្ឋីឬក៏អ្នកមានទាំងអស់នឹងគាត់ចង់ធ្វើលោក Donald Trump គឺនៅក្នុងអាណត្តិទី1របស់គាត់នឹងគឺបានថាគឺគាត់កាត់បន្ថយពន្ធអំពីអ្នករកស៊ីនិងអ្នកមានបានន័យថាគឺកាត់បន្ថយពន្ធមិនយកពន្ធច្រើនពីអ្នកមានទាំងអស់នោះទេបាទនឹងគឺអ្វីដូច្នេះហើយបានជានៅក្នុងអាណត្តិទី2របស់គាត់នឹងគឺសម្បូរទៅដោយអ្នកមាននឹងចូលរួមគ្រប់គ្រងឧបត្ថម្ភគាត់នៅក្នុងយុទ្ធនាការបោះឆ្នោតសូម្បីតែនៅពេលដែលគាត់ជាប់ឆ្នោតហើយក៏គាត់លើកយកសិតតែមហាសេដ្ឋីនឹងឲ្យចូលរួមធ្វើការជាមួយនឹងគាត់នោះផងដែរបាទហើយបើសិនជាបងប្អូនយល់ឃើញយ៉ាងណានៅក្នុងសារព័ត៌មាននេះបាទកុំភ្លេចសរសេរ comment នៅខាងក្រោមដើម្បីជាការចែករំលែកនៅគំនិតផ្ទាល់ខ្លួនរបស់បងប្អូនហើយជាចុងក្រោយក៏សូមជូនពរបងប្អូនឲ្យមានសុខភាពល្អ